ថៃនិងវៀតណាមកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏ខ្លាំងក្លាបំផុតជាប្រវត្តិសាស្ត្រប្រទេសថៃនិងប្រទេសវៀតណាមដែលជាអ្នកជិតខាងធំទាំងពីររបស់ប្រទេសកម្ពុជាកំពុងជួបប្រទះនឹងគ្រោះធម្មជាតិដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍កន្លងមកនេះដោយមានទាំងព្យុះទឹកជំនន់និងការបាក់ដីបណ្ដាលឲ្យខូចខាតដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធនិងឆក់យកជីវិតមនុស្សអស់ជាច្រើនអ្នកផងដែរតាមរយៈរបាយការណ៍ចុងក្រោយបង្អស់របស់ប្រទេសថៃគិតមកត្រឹមថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025ខេត្តក្រុងរួមទាំងតំបន់ជាច្រើនបានប្រកាសអាសន្នអំពីហានិភ័យនៃគ្រោះទឹកជំនន់និងបំណាក់ដីខណៈគ្រោះធម្មជាតិបន្តវាយប្រហារមកលើប្រទេសនេះផ្ទួនគ្នាក្នុងនោះខេត្តដែលកំពុងប្រឈមនឹងប៉ះពាល់ខ្លាំងជាងគេក្នុងពេលថ្មីនេះគឺរួមមានខេត្តអយុធ្យានិងសង្ខឡាដោយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារកំពុងស្នាក់នៅក្នុងជំរំតង់លើទីទួលសុវត្ថិភាពបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរថៃមានប្រជាពលរដ្ឋយ៉ាងហោចណាស់20នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់នៅខេត្តអយុធ្យាជាមួយគ្នានោះនៅខេត្តសង្ខឡាឯណោះវិញចំនួនទឹកភ្លៀងស្រាប់តែហក់ឡើងខ្លាំងយ៉ាងឆាប់រហ័សបំផុតដោយក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះវាមានការកើនឡើងរហូតដល់កម្ពស់3ម៉ែត្រដែលឈានដល់កម្រិតប្រកាសអាសន្នអាជ្ញាធរអគ្គិសនីខេត្តសង្ខឡាបានបញ្ជាឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី16ទីតាំងពីម៉ោង9ព្រឹកថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025ដើម្បីសុវត្ថិភាពដែលធ្វើឲ្យប្រជាជនពលរដ្ឋនៅក្នុងតំបន់ទាំងនោះកាន់តែពិបាកក្នុងការរស់នៅដោយឡែកនៅប្រទេសវៀតណាមគ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះកំពុងគ្របដណ្ដប់ពាសពេញភាគកណ្ដាលដែលជាការកើនឡើងយ៉ាងខ្លាំងក្លាបំផុតបណ្ដាលឲ្យជនលិចតំបន់និងក្រុងជាច្រើនក្នុងនោះចំនួនអ្នកស្លាប់កើនឡើងដល់43នាក់ដោយឡែកនៅប្រទេសវៀតណាមគ្រោះទឹកជំនន់ដ៏កាចសាហាវមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះកំពុងគ្របដណ្ដប់ពាសពេញភាគកណ្ដាលដែលជាការកើនឡើងយ៉ាងខ្លាំងក្លាបំផុតបណ្ដាលឲ្យជនលិចតំបន់និងក្រុងជាច្រើនក្នុងនោះចំនួនអ្នកស្លាប់កើនឡើងដល់43នាក់និងមានមនុស្សចំនួន9នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួនយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VN Express ទឹកជំនន់ដែលកើនឡើងយ៉ាងឆាប់រហ័សនេះបានប៉ះពាល់ដល់ផ្ទះជាង 67,700 ខ្នងដោយ168ខ្នងទទួលរងការខូចខាតទាំងស្រុងព្រមទាំងបំផ្លិចបំផ្លាញដីស្រែចម្ការរបស់ប្រជាជនរាប់ម៉ឺនហិកតាផងដែរអាជ្ញាធរវៀតណាមបានប៉ាន់ប្រមាណថាការខូចខាតសេដ្ឋកិច្ចបឋមមានចំនួន 3,000 លានដុងដែលគិតជាប្រាក់ដុល្លារស្មើនឹង 113.76 លានដុល្លារអាមេរិកជាមួយគ្នានោះប្រទេសកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់ខ្លះដែរពីគ្រោះទឹកជំនន់ដោយក្នុងនោះមានខេត្តពោធិ៍សាត់បានទទួលរងសម្ពាធទឹកភ្លៀងពីមធ្យមទៅច្រើនដែលគ្របដណ្ដប់ទូទាំងខេត្តធ្វើឲ្យកម្រិតទឹកក្នុងស្ទឹងពោធិ៍សាត់បានកើនឡើងខ្ពស់តែទោះជាយ៉ាងណាអាជ្ញាធរពាក់ព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ជំនះពលរដ្ឋដែលប្រឈមនឹងការប៉ះពាល់ឲ្យទៅកាន់ទីទួលសុវត្ថិភាពរួចរាល់ហើយពុំមានសេចក្តីរាយការណ៍ណាមួយដែលបញ្ជាក់ពីផលប៉ះពាល់ដល់អាយុជីវិតមនុស្សនិងការខូចខាតដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ឡើយប្រពន្ធពី KBN តាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណក៏សូមជម្រាបលា